ព្រឺសម្បល់ខ្ញាក់ខ្ញាក់4កន្លែងនៅកម្ពុជាអ្នកភូមិដំណើរតគ្នាថាមានខ្មោចលងគួរឲ្យខ្លាចរហូតដល់សពថ្ងៃអបិយជំនឿតែងផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាំងពីបុរាណរហូតមកដល់បច្ចុប្បន្នជាពិសេសជំនឿជឿថាមានខ្មោចព្រាយបិសាចលងបន្លាចកន្លងមកក្រុមការងារផ្លូវក្នុងស្រុកធ្លាប់បានទៅដល់ទីតាំងមួយចំនួនដែលប្រជាពលរដ្ឋនៅតំបន់ទាំងនោះជឿថាមានខ្មោចពិតប្រាកដមែនតើទីតាំងទាំង4នោះមាននៅខេត្តណាខ្លះសូមទស្សនានិងការស្ដាប់ដូចតទៅ1ផ្ទះខ្មោចសតិសិទ្ធនៅកំពង់ឆ្នាំងផ្ទះខ្មោចសតិសិទ្ធស្ថិតនៅក្នុងស្រុកបរិបូរខេត្តកំពង់ឆ្នាំងដើមឡើយផ្ទះនេះធ្វើអំពីឈើប៉ុន្តែក្រោយមកម្ចាស់ថ្មីបានទិញដីរួចសង់ជាថ្មដោយអាស្រមអ្នកតាកាលពីកំឡុងជិត10ឆ្នាំមុនទទឹមនឹងគ្នានេះនៅឯខ្លោងទ្វារបានសរសេរអក្សរធំនៅលើដើមថាផ្ទះខ្មោចសតិសិទ្ធផ្ទះខ្មោចសតិសិទ្ធធ្វើឲ្យមនុស្សមួយចំនួនឆ្ងល់និងលាន់មាត់តគ្នាថាផ្ទះនេះពិតជាមានខ្មោចនៅដូច្នេះទៅម្ចាស់ផ្ទះទឹកផ្ទះនេះចោលឲ្យខ្លាចទៅជាទីសហការសម្រាប់អ្នកផងទាំងពួងដែលធ្វើដំណើរឲ្យអ្នកដំណើរតាមផ្លូវជាតិលេខ5រវាងខេត្តកំពង់ឆ្នាំងពោធិ៍សាត់តែងតែមកឈប់សម្ចតធ្វើពិធីបួងសួងជាហូរហែ2អាចកំបាំងដ៏គួរឲ្យខ្លាចក្នុងភូមិគ្រឹះពេលលោកអ្នកធ្វើដំណើរចូលទៅដល់ភូមិជាតិភាគតិចក្រឹងនៅខេត្តរតនគិរីលោកអ្នកប្រកាសជាចម្លែកអារម្មណ៍ភ្លាមដោយសារតែភូមិទាំងមូលមានសភាពស្ងប់ស្ងាត់ជ្រងំស្ទើរតែរកមនុស្សម្នាក់គ្មានប៉ុន្តែសត្វជ្រូកតូចធំពីរ3ក្បាលដើររកចំណីខណៈផ្ទះបាត់ទ្វារចោលអ្នកនាំភ្ញៀវទេសចរនៅរតនគិរីបានប្រាប់ថាអ្នកភូមិក្រឹងបានជិញ្ចោលផ្ទះទៅធ្វើស្រែចម្ការអស់ហើយជាក់ស្ដែងនៅភូមិខួនឃុំកោះពាកស្រុកវិលស័យអ្នកភូមិបានជិញ្ចោលផ្ទះអស់ហើយក្នុងរយៈពេលនេះពួកគាត់បានចាក់ចេញពីផ្ទះចាប់ពីខែកក្កដារហូតដល់ខែមករាឬកុម្ភៈទៅពួកគាត់ត្រឡប់មកផ្ទះវិញក្នុងរយៈពេលនេះពួកគាត់មិនត្រឡប់មកមើលផ្ទះសម្បែងឡើយដោយសារតែនៅក្នុងផ្ទះរបស់ពួកគាត់គ្មានអ្វីឡើយក្រៅពីសម្បកផ្ទះក្រៅពីនេះក៏មានសត្វជ្រូកពីរ3ក្បាលដែលធ្វើការកាយដីរកចំណីស៊ីដោយខ្លួនឯងដូច្នេះហើយទៅបានជាភូមិនីមួយស្ងាត់ឈឹងគួរឲ្យចម្លែក3បារមីបារាយអណ្ដែតនៅព្រៃវែងអ្នកខេត្តព្រៃវែងប្រកាសជាបានដឹងច្បាស់ថាមានទួលបារាយមួយដែលល្បីសដិសិទ្ធគ្នាយូរមកហើយប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាមានរឿងអ្វីកើតឡើងខ្លះនៅទីនោះរឿងរ៉ាវមួយដែលមានប្រវត្តិធ្វើឲ្យទួលបារាយអណ្ដែតល្បីឈ្មោះមកដល់បច្ចុប្បន្នគឺមានបារមីថែរក្សានៅទីនោះនិងធ្លាប់បន្លំខ្លួនធ្វើជាអ្នកចែវទូកមកបដូរច្រវាមាសឲ្យអ្នកនេសាទពីអ្នកប្តីប្រពន្ធរហូតតវងត្រកូលជាគ្រួសារធូរធារដល់សពថ្ងៃអ្នករស់នៅក្នុងខេត្តព្រៃវែងសុទ្ធតែបានលើពីដំណើររឿងការបដូរច្រវាមាសនេះដែលកើតឡើងជាច្រើនជំនាន់មកហើយចំណែកលោកចនសាជាមន្ត្រីជាន់កិច្ចសន្យានៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែងនិងជាអ្នកគ្រប់គ្រងទួលបារាយអណ្ដែតក៏បានលើកឡើងដែរថារឿងប្ដូរច្រវាមាសនេះជារឿងដែលកើតមានពិតប្រាកដ4ភូមិខ្មោចដ៏អាថ៌កំបាំងនៅរតនគិរីអ្នកនាំភ្ញៀវទេសចរនៅខេត្តរតនគិរីបានរួមដំណើរចូលទៅក្នុងភូមិព្រៃខ្មោចជាមួយក្រុមការងារផ្លូវទៅក្នុងស្រុកបានឲ្យដឹងថាកញ្ចក់ជាជនជាតិភាគតិចមួយនៅក្នុងចំណោមជនជាតិភាគតិចទាំង6នៅខេត្តរតនគិរីហើយបច្ចុប្បន្នជនជាតិនេះនៅសល់តិចជាងគេបំផុតពួកគេមានភូមិ2គឺភូមិមួយសម្រាប់ពួកគេរស់នៅនិងភូមិមួយទៀតជាភូមិខ្មោចមានផ្ទៃដីរាប់សិបហិកតាសម្រាប់កប់ខ្មោចតាំងពីដូនតារបស់ពួកគេមកយ៉ាងណាមិញសម្រាប់អ្នកភូមិជនជាតិភាគតិចកញ្ចក់ដែលស្ថិតនៅជាប់ភូមិខ្មោចក្បែរគ្នានោះពួកគេក៏ខ្លាចញញើតភូមិព្រៃខ្មោចដែរ
សំបីតែជិះទូកទៅលើដងទន្លេសំចតក្បែរព្រៃខ្មោចនោះក៏មិនហ៊ានផងភូមិខ្មោចជនជាតិភាគតិចកាត់ចក់ដល់អាត់កំបាំងដែលស្ថិតនៅភូមិកោះពាកឃុំកោះពាកស្រុកវើនសៃខេត្តរតនគិរីបានបង្កប់នូវអបិយជំនឿដ៏ព្រឺព្រួចសូម្បីតែម៉ោង12កណ្ដាលថ្ងៃត្រង់ក៏គ្មានអ្នកណាហ៊ានចូលទៅដែរព្រោះមានជំនឿថាខ្មោចមានឥទ្ធិពលកាចសាហាវណាស់រៀបរៀងនិងស្រាវជ្រាវដោយដំណាក់រាត្រី